tầm non ấy có tầm non mà lẽ khai này bọn bọn ơi pring thom mà chiết bọc dương á có bông má 2005 mà có bông đập pi bọn pram ấy ចា ồ trong vậy theo bọn bọn nè lụa sớm tầm nếp sớm so mệt đĩa còn là lụa đôi bông thấy chắc là lụa đạch biển biết số bông ចា bông ấy thôi đây bông ឃីម sọt kim ai đi tăng nó phun không ấy bông ត្រីត្រី phun cái đấy បងត្រីអត់ទៅពី bà ôi bọn bọn ơi nè một tua sna chúng chúng ba tụi tham nhu được không như này mơ pring không men tên bọn bọn ơi pring អី khai ចា pring không ai thông lên bọn bọn trong vậy là không ai đấy mà tâm như dừng vậy pui không ai mà ra nó thấy ចា trong កូ vậy នកាត់ không ai con cá pring mà lê ចា pring mà lê ដាំ ô pring mà lê tại không ai đã đám chứ mình còn thà pring con cạp កូនកាត់ ôi bọn bọn ơi này không thông là om này ô trong vậy là trong một pan mê chơi ngay đó ô hay lúc mà cặp bông má 2005 mà cặp bông đập pi bọn pram ấy ចា men ចា អូបងប្អូនអើយនេះមកកំប៉ុងតែ2005ហើយเราប៉ិនចង់មេជើងនេះបើសិនជាដើមព្រីងនេះបើសិនជាស្ថិតនៅក្នុងក្រុងភ្នំពេញហ្មងមកកំប៉ុងអត់មានក្រោម7 8000ទេតាមមើលតំណងអីក៏តំណងម្លេះខែនេះបងប្អូនអើយព្រីងធម្មជាតិរបស់យើងឆ្នាំនេះអត់ទៅផ្លែទេប៉ុន្តែរកឆ្នាំផ្លែច្រើនជាងនឹង ចាំទៅកំរានពីតាតែនេះ តាមដៃchứ អូដើមដៃផ្លែច្រើនជាងនេះអូអញ្ចឹងគាត់ទៅលក់ព្រីងខ្លាយជាអ្នកមានដែរមើលទៅហ្នឹងគាត់ចាក់អីគេ ចា តនបានចេញទៅលក់ដល់កន្លែងទីតាំងទីប្រជុំជនទេបាទវល់ព្រីងចាក់ដាក់ថងប្រហែលកំប៉ុងបាន4កំប៉ុងបាត់ហើយចេញបាន4កំប៉ុងបាត់ហើយតម្រុំបន្តិចទៀតយកទៅលក់ទីតាំងយកទៅលក់នៅណា rung chặt នៅរោងចក្រនៅកន្លែងណា នៅវា នៅវាលហ្នឹងណាវាទៅវាលទាំងអស់ហ្នឹង ជាប់លើជាតិលេខ អូទៅលក់តាមរោងចក្រនៅជាប់ផ្លូវជាតិលេខ3ឯណោះវិញអញ្ចឹងព្រីងនេះតដល់ម៉ោង7ព្រឹកបានទៅលក់ ចា មកតែអានេះបេះទុកឲ្យហើយ អូបងប្អូនដែរសួរមួយថ្ងៃស្មានតែបងស្រីគាត់យកទៅលក់ឥឡូវអញ្ចឹងតើនៅព្រឹកឡើងទេមិនយកទៅលក់ញឹមបងប្អូនដែរហើយវល់បាននឹងកំប៉ុងអីមិញ វា 8កំប៉ុង5ថែមប្រាប់ខ្ញុំតែ4កំប៉ុងទេឥឡូវ8កំប៉ុង ហូតមកដល់រហូត គាត់ដាក់រហូតអូវល់នេះយើងវល់គួរយើងវល់ដឹងថាយើងយកទៅលក់នឹងចំនួនប្រហែលកំប៉ុងអូណាដឹងអូខ្ញុំស្មានតែវល់នេះវល់4កំប៉ុងដែលបងប្រាប់ខ្ញុំថាគេទិញ4កំប៉ុងមិញបើសិនជាវល់អញ្ចឹងប្រហែលជាលើសហើយមិញហ្នឹងអូ មើលបងប្អូនទៅមើលក្រោមដល់ព្រីងតបន្តិចធ្វើខ្ញុំឡាយមកថ្ងៃគាត់ថាទិញមកពីផ្សេងបាទកន្លែងដែលគេមានព្រីងធំហើយមកផ្សាយលក់ថាព្រីងធម្មជាតិមិនមែនព្រីងចេញពីទីតាំងបងស្រីផ្ទាល់ទេអត់ទេបងប្អូនព្រីងនេះគេចេញពីដើមផ្ទាល់បងប្អូនអូយបងប្អូនហើយនេះចង់និយាយទៅផ្លែអូឡើងមើលទៅឡើងក្តាំងបងប្អូននេះឡើងក្តាំងមែនតើបងនេះមើលស៊ូមមើលអូគាត់ណាប៉ះមកព្រូនេះគាត់ណាប៉ះធ្លាក់មកព្រូបងប្អូនអើយបងអើយនេះមកខ្មៅឡើងកទីងបងប្អូនដែលកំពុងទៅតាមដានទស្សនាហ្នឹងអ៊ំពូមីងប្រហែលជាស្រក់ទឹកមាត់ដូចខ្ញុំហ្នឹងព្រោះឥឡូវហ្នឹងមិនមែនតែខ្ញុំចង់ស្រក់ទឹកមាត់ទេសូម្បីតែកាមេរ៉ាមែនក៏ចង់ស្រក់ទឹកមាត់ដែរអូនោះមានអ្នកមកបេះមកអីច្រើនដែរនោះអូយអូផ្លែចង់និយាយថាគាត់ថាមួយសានេះព្រីងម៉ាឡេនេះព្រីងកូនកាត់ខ្មែរនេះបាទគាត់ដាំខែនេះគាត់ប្រមូលផលលើកទី2ឆ្នាំនេះឆ្នាំមុនផ្លែច្រើនខុសពីធម្មតាប៉ុន្តែឆ្នាំនេះគាត់ថាសាទី2នេះមិនទៅបែរណាទេក៏ប៉ុន្តែបងប្អូនឃើញចឹងថាសម្រាប់ខ្ញុំមិនគិតថាប៉ុណ្ណឹងក៏នៅតែផ្លែដែរគាត់ថាប្រមូលផល3ដងហើយគាត់ប្រមូលយកលក់រហូតបន្តឥឡូវបងប្អូនយើងគាត់ចូលចិត្តសាររបស់អីដែលធម្មជាតិអូអីណាធំមកនេះបេះពី3ហ្នឹងណា អូមួយអូយបងប្អូនដែរណាអូយបងប្អូនដែរឡើងតលឹតលុតឡើងកតិតណែមើលគាត់ដាក់4ផ្លែឡើងពេញដៃបាត់ហើយហ្នឹងមើលនេះទៀតឆ្លាក់បាត់ហើយនេះមើលតមើលតិចសិនអូយនេះបងប្អូនអើយផ្លែល្អមែនទេណាមើលយ៉ាឯណាមិញធ្លាក់ដល់ណាបាត់បងប្អូនអូចង់និយាយថាបងប្អូនអើយព្រីងស្រុកនេះធំម្លេះឬក៏ព្រីងស្រុកនេះទឹកដីល្អទេបាទធំម្លឹងមើលបងប្អូននេះបងកាន់តូនកាន់បដាលក់បដាអ្នកខ្លះមកទិញហើយមកទិញទេឥឡូវមកទិញនឹងមកដល់ឃើញដើរបេះក្រោមដើមឡើងឆ្អែតបាត់ហើយនឹងលក់អស់2កំប៉ុងមកទិញមកកំប៉ុងលក់អស់2កំប៉ុងអូចាប់បាត់ហើយនឹងនេះលក់អស់ប៉ុន្មានដែរបងលក់អស់ប៉ុន្មានហើយអានោះមកទិញឲ្យឃើញដើរឆ្វែលក្រោមដើមងើយឡើងងើយកើតហើយកូនដាក់មួកផងដាក់កប៉ាវផងឲ្យទៅវិញគាត់ពេលដកមកគាត់ដាក់បោកតាមមួកតាមកប៉ាវហ្នឹង4 5កំប៉ុងឲ្យទិញតែកំប៉ុងនេះហេមកមកឲ្យសុំឆៃចឹងណាទៀតអត់តែពេញមែនតើអូដាក់លុយមកទៅអូដាក់លុយមកប៉ុណ្ណឹងបានមើលដាក់លុយមកបានមិញ
ពីប៉ុនមិនអានកំប៉ុងទៅកំប៉ុង2005អូដាក់លុយមកនេះខ្លាចគេថាអត់ទិញសោះអញ្ចឹងទៅដាក់លុយមកគួរតាមពិតក៏ម្ដងមកសុំទេអញ្ចឹងឯងមើលទីចាំនេះនិយាយលេងទៅកម្មមុខ គេមកខ្លួនចាំហ្នឹង រងងចឹងដែរអត់គេថា ពីកប៉ុកលក់5កំប៉ុង និយាយមែនតែនទៅព្រីនេះតែធំមែនតែនបងប្អូនដូចខ្ញុំបានស្ថាននិយាយយ៉ាងអត់ឲ្យបងប្អូនបានតាមដានទស្សនានេះចែកម្លែកឲ្យបងប្អូននៅក្នុងស្រុកក្រៅស្រុកបានឃើញនៅស្រុកខ្មែរយើងទស្សនវិជ្ជានៅទីតាំងខេត្តគុំវាលស្រុកកងពិសីខេត្តកំពង់ស្ពឺផ្ទាល់ទើបតែដាំបាន3ឆ្នាំទេមកផលបាន2ដងហើយផ្លែតាំងពី1ឆ្នាំជាងមកហើយក្នុងផ្ទះគាត់ក៏ដាំតែ6ដើមទេបងប្អូនទាំងអស់គ្នាប៉ុន្តែផ្លែវាប្រមូលផលម្ដងបានដោះទាល់បានបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញខ្ញុំបាទថតបរោះអញ្ចេះគាត់គិតថាហេសុថានយូសពស្ដាយថាមកកំប៉ុង2005ផលបងទេផលពូផលអ៊ំទេមិនត្រឹមផលដល់ក្នុងស្រុកទេផលដល់ក្រៅស្រុកទៀតបងប្អូនអ៊ំពូមីងតាមដានទស្សនាខ្ញុំតាំងពីនៅក្រៅស្រុកនេះច្រើនណាស់អញ្ចឹងខ្ញុំប្រាប់ថាអត់ផលកុហកទេរឿងនេះគឺរឿងពិតហើយព្រីនេះគឺព្រីងពិតក៏អត់មានព្រីងជ័រដែរបងប្អូនមើលឃើញធំតលុតល្អមែនក៏ប៉ុន្តែព្រីងខ្មែរព្រីងធម្មជាតិគេហៅថាព្រីងកូនកាត់ខ្មែរម៉ាឡេ នេះតាមវាមកដើមមើល អូនេះខ្ញុំទិញដំបងខ្ញុំទិញមកដើមបន្ទាប់មកយកមកតាំងខ្លួនឯងគេតាមទៀត តាមកូនសាំអី បង សាំគ្រាប់វា ហើយតាមមកយើងយកគ្រាប់មកដល់គ្រាប់មកដល់ហើយដល់បានអូចង់និយាយថាប៉ុន្តែផ្លែវាធំដូចគ្នាបាទអូចង់និយាយថាមិនតែខ្ញុំធ្លាប់ទៅនេះគេថាតែគេទៅកាត់មេកាត់យកមកតាំងតែនេះខ្ញុំយកគ្រាប់យកគ្រាប់នេះគ្រាប់វាណៃចាគ្រាប់អូបើដល់តែគ្រាប់ក៏វាផ្លែធំដូចគ្នាដែរហើយប្រហែលឆ្នាំផ្លែពីឆ្នាំផ្លែនេះក៏លើកដូចគ្នាតែយកទៅអាផ្សំអត់ចូលបានណាទេចាប់បាទគ្រាប់យើងដាក់ដៃដាក់យើងដាក់គ្រាប់ ញ៉ាំអត់យកទេញ៉ាំអត់ បាទអូហើយឥឡូវហ្នឹងមានកម្រោងតាមតទៀតច្រើនបរិខាំទៀតនេះបាទដាំដីនោះដីការប្រមូលផលម្ដងបានលុយឲ្យក្នុងបានទេមកបានបងផ្លាច់ភ្លើង ខ្ញុំឆ្ងល់ខ្ញុំសួរឆោតបងខ្ញុំខ្លាចអានេះមកថងនេះប្រហែលកំប៉ុងហ្នឹង4មកថងនេះ4កំប៉ុងប៉ុណ្ណេះតែ10000ទេបងប្អូនតាមើល4កំប៉ុង4កំប៉ុងតាមតែ10000រៀលឲ្យផ្លែប៉ុណ្ណេះដៃហើយនៅហ្នឹងគេថាថ្លៃទៀតហី10000មកថងធំឲ្យព្រីងធម្មជាតិបេះនៅដើមឲ្យគេថាថ្លៃទៀត ណៃហ្នឹងហើយ ម៉ែលោកព្រះចូលតម្រាំបែទៅទិញព្រីងនៅពេញហុកបើកំប៉ុង3000បាទ9 5 6គ្រាប់10គ្រាប់បើមិនប៉ុណ្ណេះបានតែ25គ្រាប់20គ្រាប់យកពេញមកបើកំប៉ុងបានអីហើយឥឡូវអូបងប្អូនហើយនេះតែបងប្អូនដែលចង់បានព្រីងធម្មជាតិនេះបងមានគ្រប់គង់អត់មានបេះលក់ទៀតអត់បើសិនជាបងប្អូនយើងគាត់មើលគាត់ថាបងខ្ញុំចង់បានព្រីងនឹងយកទៅខេត្ត10 20កំប៉ុង ក៏ទិញដល់ហើយ ក៏ទិញដល់កន្លែងចង់ផ្ញើតាម តាមអីគេ ញ៉ាំតាមរយៈបុតតាមញ៉ាំតាមអី JMT ញ៉ាំតាមអីទិញទៅបានទេ ញ៉ាំហ្នឹងទៅ គាត់ថាចង់ជួបព្រីងស្នាដៃបងគាត់ថាអត់អីចាំគាត់ចេញសេវាឲ្យទៅបងដាក់បងដាក់ដែរដាក់មិនម៉ែឆ្នាំក្រោយបងប្អូនដែលកំពុងតាមដានទស្សនាចង់ពិសាព្រីងដែលមានរសជាតិឈ្ងុយឆ្ងាញ់ចេញពីដើមផ្ទាល់ព្រីងពិតនៅទឹកដីខេត្តកំពង់ស្ពឺនៅឃុំត្រៃវាលីស្ទល់បងប្អូនអាចទៅនៅមើលបងត្រៃកក់ទុកមុន ដើមយក មិនមកដើមមែនតែចង់ឲ្យពីណាពីចូលមើលសំលេខទូរស័ព្ទមកខ្សែបងលេខទូរស័ព្ទ0ម៉ែ អេចាញ់មកទិញដល់ផ្ទះឲ្យបានគឺអស់5កំប៉ុងទិញពីបងបាន5កំប៉ុង មកទិញដល់ផ្ទះចំណេញ ទិញតែ2លក់បាន5 មិនបានថាចំណេញ ចូលយើងមកគ្នា3 4នាក់អីចឹងទៅ មកទិញដល់ផ្ទះចំណេញត្រង់ថាយើងមក3 4នាក់ លក់មកឆ្អែតទៅវិញទិញតែ2 អត់លក់ឡើងមកឆ្អែតហើយបានទិញតែមួយកំប៉ុង2កំប៉ុងរួចខ្លួនវិធីសាស្ត្រនេះតំណងមួយយ៉ាងដែរតើបងប្អូនទាំងអស់គ្នាថាលេខខ្លួនឯងមកខ្សែលោកបងប្អូនយើងក៏ចង់បានអត់គាត់លេខខ្លួនឯងគាត់លេខចូលលេខប្តីស្គាល់ទេ 20000 លេខប្តី096 55 91 ព្រោះមិនលេខខ្លួនឯងអត់ស្គាល់ទេបើលេខប្តីស្គាល់លេខប្តីសំខាន់ណាបងប្អូនឃើញទេអញ្ចឹងអរគុណចាស់បងប្អូនដែលកំពុងតាមដានទស្សនាเพจរបស់ខ្ញុំបាទទៅខានយូហើយបើសិនជាខ្ញុំបាទនិយាយប្រាប់ពីបច្ចេកវិទ្យាខុសឆ្គងប្រកបការណាមួយទៅខ្ញុំបាទទៅខានយូសូមការខន្តី20ទោសកុំខុសឆ្គងរបស់ខ្ញុំបាទបងប្អូនអរគុណទាំងអស់គ្នាបាទកុំភ្លេចជួយ share អ្នកមួយឲ្យបងប្អូនយើងបានទស្សនាទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុកបាទសូមតាមផងអរគុណច្រើនបាទ Sahara